រឿងអ្នកប្រផ្ដាច់ការកំពូលស្នេហ៍ភាគទី6 Nano Sound មានលក់ធុងបាសម៉ាក់ JBL ជំរាបសួរបងប្អូនអំពូមីងលោកតាលោកយាយអាចារ្យយាយជីចំណោះជើងវត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននីតិន TV គឺចង់មកប្រាប់បងប្អូនទាំងអស់គ្នាថាភាគ6ចេញហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅបន្តសាច់រឿងរបស់យើងបន្តទៀតទៅហើយនាងមករស់ស្អីហ្នឹងប្តីខ្ញុំមិននៅទេគាត់ទៅធ្វើការបាត់ហើយអូដោយសារតែខ្ញុំរាប់អានបងអេដវីនជាមិត្តភក្តិអញ្ចឹងហើយខេម៉ាក៏ដូចជាមិត្តភក្តិរបស់ខ្ញុំអញ្ចឹងដែរខ្ញុំត្រូវតែបារម្ភត្រូវតែខ្វល់អ្នកគ្រូពេទ្យអញ្ជើញចូលមកសួស្តីអ្នកនាងខេម៉ានាងខ្ញុំឈ្មោះសាវីជាគ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យជាតិយើងហ្នឹងខ្ញុំមកនេះគឺមកតាមសំណើរបស់អ្នកនាងបេឡាដើម្បីពិនិត្យថែទាំទីរូបនៅក្នុងផ្ទៃរបស់អ្នកនាងខេម៉ាហេថាមិនពេទ្យឆ្មបពិនិត្យផ្ទៃពោះនេះខ្ញុំមានបាននាងហៅពេទ្យមកពិនិត្យផ្ទៃពោះខ្ញុំណាខ្ញុំមានកាសអីគេសុខភាពខ្ញុំក៏ល្អអត់មានឈឺពោះអត់មានចុកចកេះឬក៏កូនធាក់អញអីទេអញ្ចឹងហើយមិនចាំពិនិត្យទេណាអ្នកគ្រូពេទ្យចេញទៅវិញទៅណាហាថាអញ្ចឹងមិនសមទៅព្រោះបើមិនស្រួលខ្លួនណាក៏គួរតែពិនិត្យសុខភាពទារកនៅក្នុងផ្ទៃដែរខេម៉ាបើសិនជាមានផ្ទៃពោះពិតប្រាកដមែននោះម្ដាយគឺតែងតែចង់ឲ្យពេទ្យមើលថែទាំពីសុខភាពរបស់កូនមិនមែនកិច្ចវេះមិនចង់ពិនិត្យអញ្ចឹងទេអ្នកគ្រូពេទ្យខំចំណាយពេលវេលាមកផ្ទះខេម៉ាបែបនេះទៅហើយបែរជាមិនចង់ពិនិត្យទៅវិញមានអីលាក់បាំងមែនហ្នឹងខេម៉ាពិតមែនហើយក្រែងនាងប្រាប់ថានាងមានផ្ទៃពោះហើយអញ្ចឹងហើយដើម្បីឲ្យប្រកាសថាកូននោះជាកូនរបស់កូនប្រុសខ្ញុំនិងនាងពិតមែននោះគឺឲ្យអ្នកគ្រូពេទ្យពិនិត្យពោះនាងហ្មងទៅព្រោះខ្ញុំក៏សង្ស័យដែរថានោះមិនមែនជាកូនទេសង្ស័យតែជាទីទឹកផងក៏មិនដឹងអត់ទេមិនទីទឹកទេបាត់ទីទឹកមែនណាមិនខ្ញុំដើរបានរត់បានអញ្ចឹងទេតែគ្រាន់តែពេលនេះខ្ញុំមិនទាន់មានអារម្មណ៍ល្អដើម្បីឲ្យគ្រូពេទ្យពិនិត្យខ្ញុំហ្នឹងឯងខ្លាចអារម្មណ៍របស់ខ្ញុំមិនល្អអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃទៅវពិនិត្យធ្លាយកូនចេញមកក្រៅរត់ដេញចាប់លាន់ឡើយដល់ពេលធ្លាយកូនចេញមកអញ្ចឹងមិនចាប់ទៅហើយតែអីវាមិនអាចទេអ្នកនាងខេម៉ាទោះជាអ្នកនាងមានអារម្មណ៍មិនល្អដល់ថ្នាក់ដូចជាឆ្កែបែកអាសេឈួតក៏ដោយក៏កូនអ្នកនាងនៅតែមិនអាចធ្លាយចេញមកក្រៅដូចអ្នកនាងនិយាយមិញដែរព្រោះតែកូនណាកាលណាវាមិនទាន់គ្រប់ខែគឺវាមិនទាន់អាចចេញមកទេណ៎ខេម៉ាឯងលឺនៅអញ្ចឹងហើយចាត់ទុកថាដើម្បីអ៊ំស្រីនិងបងអេដវីនឲ្យអ្នកគ្រូពេទ្យគាត់ជួយពិនិត្យសុខភាពរបស់កូនឯងផងចុះណាខ្ញុំនេះក៏បារម្ភក្នុងនាមជាមិត្តភក្តិឯងដូចគ្នាដែរតែមនុស្សច្រើនបែបនេះអញ្ចឹងខ្ញុំលត់ពិនិត្យមិនចាញ់ទេខ្ញុំជាមនុស្សអៀនច្រើនណាស់ស្អីគេអៀនសុទ្ធតែស្រីដូចគ្នាសោះអៀនអីក៏រឿងច្រើនម្លេះតិចទឹកមែនហើយអញសង្ស័យណាស់មើលទៅនេះអូអ៊ំស្រីក៏មិនទៅខេម៉ាអញ្ចឹងអីណាអ៊ំស្រីដោយសារតែនាងខ្មៅគ្មានជាតិប្រហែលជាពោះនាងសុទ្ធតែសង្វារនឹងក្អែលឲ្យមើលទៅនោះបានជាគ្នាខ្មាស់អញ្ចឹងនោះអញ្ចឹងធ្វើមិនទេអ្នកគ្រូពេទ្យមិនអីទេមិនបាច់ចាំលាត់ពោះក៏បានដែរគ្រាន់តែខ្ញុំស្ទាបក៏អាចដឹងថាកូននោះមានសុខភាពល្អឬក៏អត់ដែរជាពិសេសគឺខ្ញុំគ្រាន់តែចង់វាស់ចង្វាក់បេះដូងរបស់គេតែប៉ុណ្ណោះអ្នកនាងខេម៉ាមិនបាច់ចាំសោយរ៉ូបអីលិចឥណ្ឌាមកក៏បានដែរអញ្ចឹងអ្នកនាងខេម៉ាជួយតរ៉េតខ្លួនតិចទៅណាខ្ញុំពិនិត្យឲ្យអុយតែខ្ញុំតែស្អីមិនចាំមិនដេកតរ៉េតខ្លួនទៅខ្លាចស្អីហ្នឹងអុយចាម៉ាក់អុយអូខេអញ្ចឹងចាំខ្ញុំពិនិត្យឲ្យណាចាអ្នកគ្រូពេទ្យពិនិត្យវាទៅចាត់នឹងតែជាកូនឬក៏ជាទីទឹកហ្នឹងមិនមែនជាកូនហើយក៏មិនមែនជាតិចទឹកដែរគឺប្រហែលជាខ្នើយឬក៏ជាអេប៉ង់ឲ្យមើលទៅនោះមីខេម៉ារឿងអាកំបាំងរបស់នាងនិងបងអេដវីននេះនឹងត្រូវលាតត្រដាងនៅពេលនេះហើយបន្តមកទៀតខ្ញុំនិងបងអេដវីននេះនឹងរៀបការជាមួយគ្នាហើយអូយនេះខ្ញុំយល់សប្តិឬក៏ជាការប៉ុណ្ណឹងអូយហើយមិននឹងអាចទៅរួចទៅតាមានអីកាត់ឡើងអ្នកគ្រូពេទ្យនាងទីទឹកឲ្យមកដល់សាច់មហារីទៀតមែនអ្នកគ្រូពេទ្យមានមេរោគផ្សេងអត់អូយខ្ញុំខ្លាចខ្លាំងណាស់អូយងើបឡើងវិញមកលេចឥណ្ឌាឥឡូវហើយណោះអូអ្នកគ្រូពេទ្យតាមានរឿងអីកាត់ឡើងហ្នឹងអ្នកគ្រូពេទ្យមិនបានជាធ្វើមុខដូចចម្លែកខ្លាំងម្លេះហ្នឹងកូនរបស់ខេម៉ាមានរឿងអីមិនល្អមែនទេឬក៏មិនមែនជាកូនទេអ្នកគ្រូពេទ្យអូយខេម៉ាមើលទៅមុខនាងភ័យខ្លាំងម្លេះហ្នឹងអូយចាប់ហើយអញចាប់ហើយគេដឹងកាប់ប៉ាត់ហើយអើយអត់ទេអ្នកនាងបេឡាគឺក្នុងពួកអ្នកនាងខេម៉ាគឺពិតជាមានកូនពិតមែនខ្ញុំអត់កុហកទេណាហើយកូននៅក្នុងពួកនោះគឺជាកូនប្រុសរបស់អ្នកប្រុសអេដវីនថែមទៀតផងព្រោះខ្ញុំដាក់ឧបករណ៍វាស់ចង្វាក់បេះដូងមិញណាវាប្រាប់ខ្ញុំថាវាគឺជាកូនប្រុសរបស់អ្នកប្រុសអេដវីនហើយថែមទាំងជាកូនប្រុសទៀតផងអញ្ចឹងការពិនិត្យរបស់ខ្ញុំសមចាប់ត្រឹមប៉ុណ្្នឹងហើយណាខ្ញុំត្រឡប់ទៅមន្ទីរពេទ្យវិញហើយជម្រាបសួរគឺពិតជាកូនអេដវីនពិតមែនអូយបថោហើយអញ្ចឹងបានន័យថាពួកគេស្រឡាញ់គ្នាពិតមែនគេមានកូនជាមួយគ្នាហើយកូននោះគឺជាចៅរបស់ខ្ញុំទៀតជាចៅប្រុសទៀតអូយបថោហើយចៅប្រុសយាយហើយចៅស្អីគេតែហើយអញមានកូនពីណាតែមិនប៉ុន្តែអ៊ំស្រីមីខ្មៅនេះវាគ្មានកូនទេវាគឺជាល្បិចរបស់វាក្នុងករណីបងអេដវីនពីខ្ញុំមីនឹងវាសាហាវខ្លាំងណាស់មីស្អីយ៉ាងไรឆាប់លុកពោះភ្លាមមកយើងចង់ដឹងតែក្នុងពោះរបស់នេះមានស្អីហ៎ណែហើយនឹងធ្វើអីហ្នឹងនេះឯងឆាប់លុកពោះភ្លាមមកលឿន
មិនជឿថានាងឯងមានកូនជាមួយបងអេដវីនឡើយយើងមិនសោកចិត្តទេណែកុំមកឈួតណានាងតែតែឈួតនោះចាប់ភ្លាមមកណែបានហើយបេឡានេះឯងឈួតទេហីក្រែងឯងជាអ្នកនាំពេទ្យមកឲ្យពិនិត្យសុខភាពកូនរបស់ខេម៉ាហីហើយដល់ពេលឥឡូវពិនិត្យឃើញតែសុខភាពល្អហើយបែរជាមករករឿងខេម៉ាទៅវិញនេះឯងមានបំណងអីប្រកាសណាខ្ញុំមិនជឿទេគឺខ្ញុំមិនចង់ឲ្យពេទ្យនិយាយថាពោះរបស់នាងគឺគ្មានកូនទេអ៊ំខ្ញុំច្បាស់ណាស់ថាវាគ្មានកូនជាមួយនឹងម៉ាអេដវីនទេនាងក៏ហាក់ពួកយើងវាសាហាវខ្លាំងណាស់មកនេះមកបេឡាកុំឈួតពេកណាកុំឲ្យអ៊ំទ្រាំមិនបានឲ្យស្អប់ឯងដូចជាអេដវីនទេលទ្ធផលចេញមកហើយតើឯងនៅចាំបានអីទៀតឬមួយក៏ឯងចង់ឲ្យរលត់កូនក្នុងផ្ទៃនឹងទើបឯងពេញចិត្តហ៎តែចាប់ចេញពីផ្ទះអ៊ំភ្លាមទៅពេលនេះឯងបានដឹងការពិតហើយថាខេម៉ាគេមានកូនពិតមែនអញ្ចឹងហើយអ៊ំក៏សុំផ្ដាច់ពីអេដវីនពីក្មួយត្រឹមពេលនេះដែរអ៊ំមិនចង់ឲ្យឯងឈឺចាប់ស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់ឯងអញ្ចឹងទេចេញទៅបានអ៊ំដេញខ្ញុំចេញអ៊ំប្លែកហើយទាំងអ៊ំទាំងបងអេដវីននិងនាងខេម៉ាអ្នកទាំង3នឹងស្ដាយក្រអស់មួយជីវិតចាំតែមើលទៅបេឡានេះតាមពិតទៅគេមានបំណងចង់មកបកអាក្រាតរឿងដែលឯងមានកូនឬមិនមានកូនសោះស្មានតែគេមានបំណងល្អចង់មកពិនិត្យសុខភាពកូនក្នុងផ្ទៃមែនអូកូនស្រីម្ដាយតាចាំម៉ាក់ជូនកូនទៅបន្ទប់ណាម៉ាក់សុំទោសផងណាកូនដែលម៉ាក់ស្ដីថាឲ្យកូនកន្លងមកព្រោះតែម៉ាក់មិនទុកចិត្តតែកូនមានកូនពិតមែនតែពេលនេះម៉ាក់បានដឹងច្បាស់ហើយថាជាកូនប្រុសហើយជាកូនរបស់អេដវីនថែមទៀតផងសប្បាយចិត្តណាស់ពេលមានចៅពូអញ្ចឹងនេះអូចាំតិចណាម៉ាក់ទៅដួសបបរឲ្យញ៉ាំក្តៅៗណាអូចាម៉ាក់ចាអញហើយមានកូនមកពីណាទៅហើយគ្រូពេទ្យនឹងឈួតទេអីយកដៃច្បាច់ខ្នើយលិចកាត់ថាមានកូននេះហើយតែមានកូនជាមួយខ្នើយទៅហើយតែមិនអាចទៅរួចទេអូតែមែនទៅតែខ្នើយដោះកុយទៅខេម៉ាមកញ៉ាំបបរមកកូនលឿនឡើងមកបើកម្លាំងចៅម៉ាក់ផងអូចាម៉ាក់ចាហើយអញមិនដឹងល្អឬក៏អាក្រក់ទេនេះអញថាបានតែផ្ទះហើយតែអើយចេះភ្លេចយកសោតកើតនេះហ៎ហើយពីណាគេហ្នឹងចែហើយចែមកពីណាហ្នឹងខ្ញុំគឺជាអ្នកគ្រូពេទ្យសាវីជាពេទ្យឈ្មោះពិនិត្យផ្ទៃពោះនៅនាងខេម៉ាហ្នឹងណាហ៎ពិនិត្យផ្ទៃពោះហើយពីណាគេហៅមកគឺអ្នកនាងបេឡាជាអ្នកនាំខ្ញុំមកគាត់ថាឲ្យខ្ញុំនៅចាំនឹងក្រៅសិនហើយគាត់ចូលទៅក្នុងសិនពេលដែលគាត់ហៅខ្ញុំចូលចាំខ្ញុំចូលហើយតើបងប្រុសមានការអីមែនពុទ្ធអើយបេឡាទៀតក្រែងនាងប្រាប់ថាជប់តាមជួយគ្រូខ្ញុំហើយតើអីគឺថាខ្ញុំនេះឈ្មោះអេដវីនជាប្តីរបស់នាងខេម៉ាហ្នឹងហើយជាកូនរបស់ម្ចាស់ផ្ទះនេះពេលដែលអ្នកគ្រូពេទ្យចូលទៅដល់ក្នុងហើយពិនិត្យផ្ទៃពោះគឺមិនចាំពិនិត្យអីច្រើនទេស្ទាបតែពោះនាងទៅហើយវាស់ចង្វាក់បេះដូងអីទិញទួយទៅណាហើយប្រាប់ពួកគេទៅថាកូននោះសុខភាពល្អខ្លាំងណាស់ហើយគឺជាកូនប្រុសទៀតម៉ាក់ខ្ញុំគាត់ស្រឡាញ់ចៅប្រុសខ្លាំងណាស់ធ្វើតាមតែខ្ញុំប្រាប់ទៅបានហើយតែមិនអាចធ្វើការទៅខ្ញុំជាគ្រូពេទ្យខ្ញុំមិនអាចនិយាយកុហកអ្នកជំងឺបានទេអ្នកជំងឺមានផ្ទៃពោះឬក៏អត់តើខ្ញុំត្រូវតែប្រាប់ពួកគាត់តាមត្រង់ទោះវាយងាប់ក៏ខ្ញុំមិនកុហកគេដែរ$100គ្រប់អត់ចាអូខេខ្ញុំនឹងនិយាយតាមអ្នកប្រុសទាំងអស់ណាល្អណាស់ហើយព្យាយាមការពារខេម៉ាផងដឹងនៅកុំប្រាប់ថាខ្ញុំមកអត់សោះណាអ្នកគ្រូពេទ្យអញ្ជើញចូលមកក្នុងមកចាអញ្ចឹងខ្ញុំទៅសិនណាអ្នកប្រុសអរគុណសម្រាប់លុយមួយនេះគ្រូពេទ្យអីគេខ្ញុំមានមកឲ្យនាងនាំពេទ្យមកណាសួស្ដីអ្នកនាងខេម៉ាអ្នកស្រីនាងខ្ញុំសាវីជាគ្រូពេទ្យឆ្មោះនៅមន្ទីរពេទ្យជាតិយើងនេះហើយនាងខ្ញុំមកនេះគឺមកតាមសំណើអ្នកនាងបេឡាដើម្បីពិនិត្យសុខភាពកូនក្នុងផ្ទៃរបស់នាងខេម៉ាថាម៉េចពិនិត្យផ្ទៃពោះសង្ឃឹមថាគ្រូពេទ្យធ្វើការបានល្អហើយការងារនោះនឹងមិនបែកធ្លាយទៅចុះសំណាងហើយចេះភ្លេចសោទ្វារនៅមាត់ទ្វារហើយចុះបើមិនភ្លេចឲ្យមកក្រុមហ៊ុនបាត់អញ្ចឹងនោះខេម៉ាមិនត្រូវចាប់ទៅហើយទេអីហើយហេតុអីក៏ចេះតែមានអារម្មណ៍នឹកដល់ស្រីខ្មៅម្នាក់នោះខ្លាំងណាស់ណោះគេយប់មិញស្រួលដល់ហើយថាម៉េចពួកវាអត់កុហកទេអញ្ចឹងបានន័យថាកូនក្នុងពោះហ្នឹងគឺជាកូនរបស់កូនឯងមែនហើយវាក៏ជាចៅបង្ការរបស់ឯងដែរមែនអត់មានត្រេញដែរពិតមែនហើយគ្នាគ្រាន់តែដឹងថាវាជាការពិតភ្លាមសង្ងប់ទៅហើយព្រោះគ្នាក៏បាននិយាយដែរថាអារឿងខ្ពើមនឹងវានោះមិនជុំទេសំខាន់ឲ្យតែដឹងថាពួកគេស្រឡាញ់គ្នាមានកូនជាមួយគ្នាមែនតែនទៅគឺគ្នានេះវាអស់ចិត្តណាស់ទៅហើយមិនចេះរើសអើងវណ្ណៈស្អីទេគ្នាក៏វាមិនមែនជាមនុស្សចូលចិត្តបខំកូនអីដែរឥឡូវដឹងការពិតអស់ហើយក៏បាននិយាយគ្នាជាមួយនឹងអតីតគូតដឹងរបស់វាដែរហើយក៏សុំផ្ដាច់ពាក្យពីគេផងដែរដឹងការពិតអញ្ចឹងទៅឯងក៏ធូរហើយគ្នានេះក៏វាដល់ពេលវេលាហើយដែរដល់ពេលហើយកាលបាញ់លុយឲ្យនឹងចាំយូរដល់ហើយ
เอ้ยมันได้จะใส่เต้นหนิงควัดนี้หมกลอยเมนะมันเจ้าจะรักปีกับมอมสมองไงขณีบันอะไรให้กับไพ่เป็ดเมื่อหมกลอยนู่นเลยสังคมตะกนกับมอมไอ้นั่งvì mìnhกัดแต่เราไอ้แต่เจ้าจีบไปใส่นั่งอาจจะรักชนะยันป่ามันบานนั่งมองคลุนข้ามาเต้นยีบิทันยันให้หมกลอยเตี้ยขณีนั่งกับสังคมตะกนเราไอ้นั่งจะรักvì mìnhอะไรเลยโดยการไอ้ปีกับมอมแต่เจ้าจะรักใส่สะอาดเอาแต่ปรองใหญ่มาดองดังแต่เพื่อเอ้ยสดายนะบางคนยังสลันขณีไอ้ดังเราอย่างน่าเต้งขณีก็สดายได้นั่งจังขณีแต่วันยังนะปัญญาแต่เมื่อกองประสานได้เกินเนยแต่มันในไอ้พองให้คอมเพล็กนะละงี้นั่งแต่หอบใบจุบเลี้ยงแต่ขณีพองนะออกอซาโต้ขณีมีนใจมุ่งเกยให้แต่อัดเตยดังตักบามังเรทลีคู่ให้ปรับไปให้เว้ยดังให้มกละเตยหาซีฟรีจังจุ่มเลี้ยงขณีให้นี่มีอย่างไรนี่ให้เมื่อแต่กลัวซาเกะด้วยมีกระไรสักอะไรเว้ยนั่งเหมือนไหนมีนใจมุ่งปราบบัดมีแค่มาแล้วมันมาแต่เว้ยคันเตะตรงวิมานไงยัยโอ้แค่มาโกนภาษามะเธอไอ้นั่นก้นเกยขยมจังเยอะกับปังสกอตเจ้านั่งไงโปรตกอยู่ไปสมัยรองปฏิกิริยาอะไรไงนั่งโอ้ยเธอไอ้จังเธอจังไงมันอาเซาตรุงมาได้ข้าไม่คลาเตะไอ้ก้นมาเนี่ยทั้งไงกล่าวเนี่ยบะเมียนกาไอ้ตระชงกบัวหรือกะเอาคลังไงกลมเธอคลุนไอ้ห่างมะเมาจังมาเพลตแต่มาดองประหยัดจอลางปะปอดหลอดใจประมาเตอมันจับแต่ไฮเตะไอ้ก้นเมนเตะเจ้าปลอกยัยอันนิ่งติ้งตองติ้งตองจะมาจ้าเฮ้ยตั้งใจแต่อันไงย่อชื่อบัวอุ้ยให้การดิเก้ก้อนการดิเก้โอ้ยตะเป็นโอ้ยทุนไตโอ้ยชื่อจุอันยังไงมั้งมาสั่งมันมาจูคลังไปแต่อะไรตรอมบ้านเล็กมองไตโอ้ยหลังเงินบกเชิงมองไงโอ้ยก่อนไอ้เนี้ยเลยมะนังไอ้ใบดองคือมะงอดเตอไอ้นั่นlàวิ่งแตดมองเนี่ยมาแค่มาไปเธอกาไว้มาแค่มาเธอไอ้หนังเอ้ยมีเธอใส่เต้กับปองฮัดเท้านั่งคือกับปองธรรมดาแค่มาแบบปนไอ้นั่งไงโอ้ยเงินบกเชิงไว้จังประได้ขึ้นถ้าเอาใจประหยัดได้เต้ปลุกยังมินปูมินปงพองมันดังจีกับลองเมานั่งแค่มาเก็บไว้แต่นี่ครั้งของปันนาเต้ก่อนไอ้นั่งกันจังได้ปะปนเนอจะตามมันไอ้จังอะอัดเมงกระจูลชนูไอ้หม่อมรามวยตกหมากรอนไอ้ปะปนตาเลยกะได้อัดเต้นี่สัญญาให้มาใจมาต้นให้บัดสันจิมันมาไอ้วันเนี้ยแค่มามันปรังเพื่อการหล่อดเลยโกนใจมากรายพลอยเต้ไอ้เฮ้ยก่อนไอ้นี่ยับมาไม่ใช่ปรังไปปนสมองไงเต้แค่มาก่อนเธอสำระเต้นะต้องไอ้มัดฟงมาหอบไว้แน่แอดวินมันน่าแบบปนไอ้ที่สำรักคลาดเต้น่าชอบมือไอ้หนังตายมาขยมมาคือจีเนี่ยมาอีกเพื่อกาเมนแบบปนขยมนะเนยแบบไก่เตี้ยนี่รื้อมือกับไอ้จังต่อยแบบปนไอ้เนี่ยการกระโดดทำเตะไม้นั่งเมนนะตายไอ้เลื่อนเตะมาไว้กำโจเตยกับบ้านนั่นจังต่อแค่มาต่อแค่มาดาวมุ้ยแต่ทะเลโกนมาตามรถนั่งอะไรเฮ้ยไม่ให้ยี่สิจังมาบังแอดวินขับมาเอาเนาะไม่จีนักบางมาชนะอดอะไรเลยโอ้ยจำนักแกมาชนะอดติดมาบังแอดวินจังไรเอาเนาะแน่แต่เห็นปากกองมาซ้ำมาได้ยะดังคณีให้อาเชียงหรอนี่ให้ไทยนั่งไม่บ้านจะกอดพลายอยู่นั่งซอกไทยแค่เปลี่ยนเรื่องคลั่งสบายไหมกดมอโจหรือกอดเดะจอนให้นึกตัวไอ้คนหนึ่งขยมดังเต้เรื่องนั้นไงคือตัวสู้ไปปลุกมันเต้หนิงเบลานั่งซอกยกเป็นหมดในเตยปวกขยมให้จับไปรายการนั่งถ่ายมินกอนจังนี่อดโยสามองไงให้จับไปขนายสักถ่ายมินกอนตามแม่ให้ตั้งไปดังทำมินกอนนั่งมาไว้แม่ขอดไอ้ตัวจนรับไปขโมยโจรจังไอ้นี่สตรีชูดไม่เลี้ยงเต้เดี๋ยวรับนู่ยังสมันแต่เนี้ยดัชนายตามเปิดจังซะมั้ยให้ไอ้ขอดไอ้ดังหรือไอ้แม่ฮะโอ้อดมีนบาดดังเรื่องไอ้ผอนั่นขยมอดบานโศกลุยเป็ดมาร้อยล้านไอ้เป็ดก็เหาะฐานเนียงมีนโกนเต้อดบานทวินจังเต้กลายเป็นพวกมันนู่อดดังไอ้ลิงเฮ้ยเราเป็นจังเต้ชงออะไรให้เป็ดนั่งไปได้จอนเป้แกใส่ตั้งเนาะจอนเป้จอนเป้ไอ้ป่าให้จีเป้ถ้าเคยฐานเนียงกูแต่เนื้อเจ้านี่là hậuแต่ดังบ้านจีเป้ช่วยกับเหาะอันจังนู่หรือมวยกับเป้เคยฐานเนียงสะสมจีบปวดบอกขยมเหม็นดังปนอัดแกใส่จับใบหมดเลยหมอกนี้เฮ้ยแต่เห็นใหญ่มาเตะแล้วจับเบิดหมดเลยกำจังหันมันไม่ได้ซะเว้ยโอ้ยใบดังหลดหยอกไหมโอ้ยมกกะหอมไหมเนี่ยเอ็นโอ้ดอกไปใส่ขมาหึงจังเต้มกกะหอมหลังจวมไหมเนี่ย
អូយអៀនអើយស្រឡាញ់ខ្ញុំមែនទេហើយមើលទៅនេះស្រឡាញ់ក៏ស្រឡាញ់ទៅប្រុសស្អាតដូចជាខ្ញុំបើថាយកចិត្តនាងមិនបានទេទៅចម្លែក អូយណែអាសន្ទះបាញ់អូយកុំនិយាយទៀតណាខ្ញុំទៅជួយម៉ាក់ធ្វើម្ហូបវិញអូយមកនិយាយស្អីឡាប់អញ្ចឹងនោះអូយទៅហើយជប់មកចើគាត់ឯងហើយម៉ាជួយធ្វើម្ហូបអីហើយមកទៅអីទៀតឲ្យកូនភាសាម៉ាក់សម្រាប់ទៅអត់ទេកូនចង់ជួយធ្វើម្ហូបម៉ាក់ជាងជួយតែអញ្ចឹងនោះថ្ងៃហ្នឹងមានភ្ញៀវមកលេងផ្ទះផងណាចាម៉ា ហេតុអីក៏មានអារម្មណ៍ថាមានក្តីសុខខ្លាំងដែរណោះបើសិនជារូបភាពមួយនេះខ្លាចជាការពិតមិនដឹងជាល្អយ៉ាងណាទេស្រីខ្មៅដៅខ្ជូតលុះល្ងាចឡើងពេលវេលាជួបជុំគ្រួសារក៏បានមកដល់អូប្រហែលជាមីខ្វាត់មកដល់ហើយតាកូនឯងនៅមិនរៀបចំឲ្យលឿនទៅណាមិត្តភក្តិសម្លាញ់ម៉ាក់វាមកដល់ហើយនោះឲ្យលឿនទៅនៅគើមនឹងឯងតិចទៀតមកស្រីឲ្យចាំមើលទៅអូជួយមិនបានទេចាម៉ាក់ក្មេកឥឡូវស្លាញ់តែខ្ញុំទេតែថាគាត់រើយកខ្ញុំណាគាត់ឯងគាត់រើយកខ្ញុំហើយម៉ាចាប់ថើបមួយលេខនឹងសំដែងឥឡូវហ៎ហេមិនហ្នឹងមើលមុខមើលក្រោយអីហ្នឹងផ្ទះគ្នាវាធំតែប៉ុណ្្នឹងឯងព្រោះអង្ការវាពេលសង់វាហ្នឹងនៅគ្នាច្រើនដល់ពេលឪវាស្លាប់ហើយដកអ្នកបម្រើចេញអស់ទៅក៏សល់គ្នាតែ2អ្នកម៉ែកូនកំសត់ម៉ងហ្នឹងទៅឥឡូវបាន3អ្នកចិត្ត4អ្នកអីតាណែមីខ្វាត់ទេផ្ទះនេះអញដូចធ្លាប់មកម្ដងតែដូចជាមិនចាំសោះឬមួយក៏អញច្រឡំផ្ទះច្រឡំមិនបានមកដល់ទស្សនវិជ្ជាដូចគ្នាទាំងអស់នេះសឡុងតុកទូអីក៏អញ្ចឹងផ្ទះពីណាគេវ៉ៃម៉ែបងអេដវិនចង់ថាបកូនណាម៉ែកុំជឿតាមពិតមីងមីខេម៉ែអ្នកប្រអេដវិនម៉ែមីខេម៉ែនេះឬមួយក៏ពីអ្នកឯងជាម្ដាយកូននឹងគ្នាអូយនិយាយលេងហីមែននេះអូយព្រះជាម្ចាស់ហើយផែនដីនេះពិតជាតូចពិតមែនមីខ្វាត់នេះឯងជាម៉ែខេម៉ាមែនណាត្រូវហើយមីត្រីដែងក្មេងស្រីដែលឯងនិយាយប្រាប់គ្នាហ្នឹងគឺខេម៉ាហ្នឹងមែនត្រូវហើយអូយបថោហើយតាមពិតជាគ្រួសារតែមួយសោះគ្នានេះខំតែស្ដាយរឿងដែលមិនបានផ្សំផ្គុំកូនពួកយើងអូយតែមិននឹកស្មានថាកូនហើយវារត់គ្នាបែបនេះមុនអញ្ចឹងសោះហើយមីខ្វិតនេះឯងអត់ដឹងទេហើយថាកូនឯងរៀបការជាមួយនឹងកូនគ្នានោះកូនឯងមានកូនក៏ឯងអត់ដឹងដែរហើយនេះខេម៉ាហើយមានប្រាប់ម៉ែអត់កូនគឺខ្ញុំប្រាប់តែខ្ញុំប្រាប់ហើយម៉ាក់អញ្ចឹងឯងទៅរៀបចំបាយទៅសិនទៅណាខ្ញុំទៅនិយាយជាមួយនឹងកូនស្រីខ្ញុំបន្តិចព្រោះខានជួបគ្នាយូរហើយពោះឡើងធំជាងមុនតិចកូនម៉ែអើយវាខានទៅលេខ្ញុំយូរដែរហើយហ្នឹងតាកូនទៅក្រោយបន្តិចទៅណាម្ដាយខេម៉ាក៏បានប្រញាប់នាំខេម៉ាទៅផ្ទះបាយយ៉ាងលឿនហុយណែហើយវាល្មិចនឹងឯងហ្នឹងបាច់បានជាមកពោះធំបែបនេះអញ្ចឹងនោះនេះនឹងឯងមានកូនជាមួយអ្នកប្រុសអេដវិនមែនទេណៃក្រែងនឹងឯងថារំភែងដែរបាច់បានជាមានកូនជាមួយអ្នកប្រុសអេដវិនមែនទេអញ្ចឹងគាត់ព្រមដេកជាមួយនឹងឯងដែរមែនណាអូយកុំសួរច្រើនពេកម៉ែអារៀងកូនហ្នឹងគឺខ្នើយទេបើមិនជឿស្ទាបមើលទៅខ្នើយហើយមិនបានជាមីត្រីដៃប្រាប់អញថានឹងឯងមានកូនអញ្ចឹងហ៎ពេទ្យមកបណ្ឌិតដល់ផ្ទះម្សិលមិញថានឹងឯងកូនប្រុសទៀតនេះអាហ្នឹងស្អីគេវិញហើយអញនេះគឺជាអ្នកចាក់រុកពីក្រោយខ្នងឲ្យស៊ើបការពិតនឹងឯងតែមិននឹកស្មានថាជានឹងឯងអញ្ចឹងសោះអញជាមិត្តភក្តិរបស់ម៉ែអេដវិនណាដឹងនៅសម្លាញ់ខ្លាប់រស់អញអត់មានដឹងសោះតែជាម៉ែអេដវិននេះអារឿងពេលពិនិត្យហ្នឹងខ្ញុំក៏មិនដឹងដែរខ្ញុំក៏ឆ្ងល់ដែរម៉ែហើយម៉ែឯងនឹងស្អីគេដែរនេះសឹកមកជាប់ពាក់ព័ន្ធជាមួយនឹងរឿងពួកខ្ញុំដែរហើយឥឡូវហ្នឹងខ្ញុំកំពុងតែបារម្ភនេះគាត់មើលទៅស្រឡាញ់ខ្ញុំខ្លាំងណាស់តាំងពីដឹងតែខ្ញុំមានកូនមកហើយចុះបើសិនជាគាត់ដឹងតែជាខ្នើយវិញមិនចាប់ទៅហើយទេអីខ្នើយអីគេកូនខេម៉ានេះងុយគេមិនមែនកូនអូត្រីដែងត្រូវហើយវាងុយដេកអូមិនមែនវាទេគឺគ្នាអ្នកងុយដេកតាខេម៉ាអញ្ចឹងជួយរៀបចំបាយម្ហូបជាមួយម្ដាយក្មេកទៅណាកុំខ្ជិលកាត់មករស់ម៉ែពេកណាកូនតាយើងចាម៉ែតាអញ្ចឹងកូនសម្លាញ់ធំឡើងត្រូវអាសាដោយលោកយាយត្រីដែងណាអូយងល់ប៉ាឈ្មោះមនុស្សម្នាក់ដាក់ឈ្មោះត្រីតែបើស្គាល់ឈ្មោះទេនេះតាម៉ាក់តាអត់ទេខ្ញុំមិនសូវគិតទេម៉ាក់គិតមើលថាគ្រួសារបងអេដវិនណាគេមានប៉ុណ្ណាគេល្អប៉ុណ្ណាបើតាមសម្រស់របស់គាត់ណាខ្ញុំកាត់ចិត្តបានលឿនទេតែនេះគាត់គឺជាអ្នកមានជាគ្រួសារមានជាងយើងឆ្ងាយណាស់ទ្រព្យសម្បត្តិរបស់គាត់សល់រាប់លានដុល្លារទាំងវ័យក្មេងសួរថាតើអ្នកណាគេមិនចាំបានគាត់ធ្វើប្តីនោះតែនេះគេផ្ដាច់ពាក្យពីគ្រួសាររបស់យើងហើយយើងមិនបាច់ទៅលវីលវល់ជាមួយនឹងគ្រួសារគេទៀតទេកូនចាត់ទុកថាយើងមិនស្គាល់ពួកគេទៅចុះសុំតោះបើខ្ញុំមិនបានបងអេដវិនណាក
កុំសង្ឃឹមថាមីខេម៉ាបានបងអេដវិនឲ្យសោះព្រោះគីឡូរបស់វានៅស្ទើរជាងខ្ញុំឆ្ងាយណាស់មីខ្មៅក៏ខ្លាក់ខេម៉ាខ្ញុំមកហ៎អ៊ំស្រីមីងមិនចឹងអូក្មួយរ៉ាស៊ីទេអីនេះមកចូលមកហូបបាយជុំគ្នាមកណាបែកក្មួយយូរឲ្យឡើងស្អាតសង្ហាដល់ហើយនេះសង្ហាចាញ់កូនអ៊ំបន្តិចអូមានបាច់ផ្កាមកទៀតនេះហើយយកមកឲ្យពីណាគេនឹងក្មួយគឺយកមកឲ្យអ៊ំស្រីហ្នឹងព្រមមានអារម្មណ៍ថាអ៊ំស្រីមកអញ្ចឹងហើយក៏ទិញបាច់ផ្កាត្រៀមចាំហ្មងទៅហើយចុះអ្នកមីងមកធ្វើអីដែរអូគឺគាត់មកក្នុងនាមជាម្ដាយរបស់ខេម៉ាហ្នឹងឯងធ្វើដូចជាមិនដឹងអញ្ចឹងក្រែងខេម៉ាជាប្រពន្ធរបស់យើងទៅហើយអាស្អីគេនេះមកអង្គុយហូបបាយជុំគ្នាមកលឿនណាត្រូវហើយមកអង្គុយហូបបាយជុំគ្នាមកណាអបអសាទរអ៊ំបានចៅពូននឹងគេអូត្រូវហើយគឺចៅប្រុសព្រោះពេទ្យមកបណ្ឌិតម្សិលមិញគឺថាចៅប្រុសថាមិនពេទ្យមកបណ្ឌិតឃើញតែមានកូនទៀតត្រូវហើយអានេះធ្វើដូចមិនដឹងអីសោះអញ្ចឹងវើយមកអង្គុយមកគ្នាមានរឿងច្រើនណាស់ចង់និយាយជាមួយឯងខានជួបឯងយូរហើយនេះមកអង្គុយនេះមករ៉ាស៊ីក៏បានចូលរួមហូបបាយជុំគ្នាជប់លៀងជាមួយគ្នាទៅពេលវេលាហូបបាយក៏បានកន្លងផុតទៅលុះប៉ុន្មានថ្ងៃក្រោយមកម៉ាក់ចាំតែច្រើនពេកតដឹងអីព្រោះថាខ្ញុំដូចជាមិនសូវចង់ញ៉ាំរបស់អស់នឹងផងហ្នឹងកុំឲ្យអស់លុយម៉ាក់ច្រើនអីណាផ្លែឈើនៅផ្ទះក៏មានច្រើនហើយទឹកដោះគោក៏មានច្រើនដែរតែមុំតែបានហើយខ្ញុំមិនសូវចង់ញ៉ាំប៉ុន្មានទេអត់ទេដើម្បីចៅម៉ាក់ហើយនឹងកូនប្រសាម៉ាក់មានសុខភាពល្អទោះជាអស់ប្រមាណក៏ម៉ាក់ហ៊ានចំណាយដែរចៅប្រុសម៉ាក់ពេលធំឡើងម៉ាក់នឹងឲ្យគេធ្វើជាដុកទ័រហើយស្រឡាញ់ចៅប្រុសណាស់អញ្ចឹងតាមចិត្តម៉ាក់ចង់អញ្ចឹងនោះអាយ៉ាអូយអាឡូមានខៃមានអីគឺចង់ទៅសួរហ្នឹងថានៅណានេះបងមកដល់ផ្ទះហើយអត់មានឃើញអូននឹងម៉ាក់សោះនេះទៅណាចោលប្តីមែនហាប្រពន្ធសម្លាញ់សក់លោកប្តីគឺអូនកំពុងទៅដើរផ្សារជាមួយនឹងម៉ាក់របស់ទៅដាស់កូននឹងផ្លែឈើហើយនឹងកាយកូនក្មេងខ្លះហ្នឹងណាបងចាំអូនតិចសិនទៅណាអូនទៅដល់ហើយបាទប្រពន្ធខ្មៅដៅបេបាយហើយហេតុអីក៏ម៉ាក់មើលទៅស្រឡាញ់ខេម៉ាយ៉ាងនេះណោះហើយចុះបើសិនជាគាត់ដឹងតែខេម៉ាកុហកនោះតើគាត់គិតយ៉ាងណាទៅគាត់ប្រកាសជាអស់សង្ឃឹមខ្លាំងជាងមិនខានទេគឺបងឯវិញតែមកនឹងណាម៉ាក់គាត់ថៃយើងបញ្ញាទៅផ្ទះទៅគាត់ឃ្លានបាយអញ្ចឹងមកចាំតាំងកាយកូនក្មេងអីទេអត់ទេទុកឲ្យវាឃ្លានសិនទេសំខាន់ណាស់គឺចៅប្រុសរបស់ម៉ាក់វិញដែរទេចាំមើលយើងនឹងបោះអាខាត់នឹងឯងអត់ខាត់តែម្ដងគ្រាន់តែគិតឲ្យភ្លាមបេឡាក៏បានប្រញាប់ស្ទុះចេញទៅយ៉ាងលឿនអូនណាយកអានោះមួយបេឡានេះឯងកុំចង់បោកឲ្យសោះនេះណែអើយហើយនេះធ្វើស្អីហ្នឹងអើយនេះណែបេឡាហើយនេះឯងធ្វើអីខ្នើយហើយស្អីគេហ្នឹងម៉ាចាប់ខ្ញុំបោះស្រាយសិនឃើញទេខ្ញុំប្រាប់ហើយថាវាខកទេនោះការពិតណាស់ត្រូវបានលេបតដាងនៅចំពោះមុខម្ដាយអេដវិននិងមនុស្សជាច្រើនចាំនឹងថានឹងមានសាច់រឿងអីកើតឡើងបន្តទៀតទៅណោះហើយទំនាក់ទំនងរវាងអេដវិននិងខេម៉ានឹងត្រូវបានបញ្ចប់នៅពេលនេះឬក៏យ៉ាងណាណោះចឹងណាមានតែរងចាំទស្សនាពីបន្តទៀតណាបាយក្រុមហ៊ុន Nanosound ទទួលសិទ្ធិចែកចាយ speaker ម៉ាក JBL នៅកម្ពុជាដែលមានគុណភាពខ្ពស់និងមានការធានាត្រឹមត្រូវងាយស្រួលលោកអ្នកអាចសាកសម្លេងមុនពេលទិញផលិតផលម៉ាក JBL ណាមួយរត់តែពិសេសលោកអ្នកអាចយក speaker ម៉ាក JBL ចាស់មកបដូរយកថ្មីនៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន Nanosound